គ្រាមួយនៃជីវិតកូនណាយគ្រាមួយនៃជីវិតនឹងមកដល់គឺគ្រាដែលជីវិតត្រូវឃ្លាតចាកមនុស្សដែលជាទីស្រឡាញ់ឃ្លាតចាករបស់ធ្លាប់ប្រើប្រាស់ឃ្លាតចាកភពផែនដីដែលធ្លាប់រស់នៅពេលនោះកូននឹងធ្វើដំណើរទៅតែម្នាក់ឯងគ្មានអ្នកណាសូម្បីតែម្នាក់រួមដំណើរជាមួយយើងឡើយតើកូនបានត្រៀមខ្លួនសម្រាប់ចាក់ចេញហើយឬនៅតើកូនបានត្រៀមរបស់សម្រាប់យកទៅជាមួយហើយឬនៅតើកូនត្រៀមចិត្តដើម្បីលើកដៃលាមនុស្សគ្រប់គ្នាលារបស់គ្រប់យ៉ាងលាភពផែនដីនេះហើយឬនៅបើកូននៅមិនទាន់ត្រៀមទេក៏ប្រញាប់ត្រៀមឲ្យហើយទៅព្រោះគ្រាមួយនៃជីវិតនោះនឹងមកដល់មិនខានគ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះព្រះអាទិត្យតែងរះហើយក៏អស់ស្ដង់គត់លិចបាត់ទៅវិញគ្មានអ្នកណាម្នាក់អាចស្រែកហាមឃាត់ខាំងរារាំងបានឡើយយ៉ាងណាជីវិតមនុស្សសត្វក៏ដូចនោះដែរកើតមកហើយក៏ស្លាប់ទៅវិញជាធម្មតាគ្មានអ្នកណាអាចទាមទារសុំអង្វរកកុំឲ្យស្លាប់បានឡើយព្រោះនេះហើយគឺជាការពិតនៃជីវិតថ្ងៃរះហើយតែងលេចជាកិច្ចរបស់ធម្មជាតិជីវិតកុងឃ្លាតជាធាតុវិបលាសតែងអស់ស្ដង់គត់រលត់រហ័សដោយកូនឃើញច្បាស់ជាក់នឹងនេត្រាជីវិតប្រៀបបីដូចជាស្លឹកឈើកូនណាយនៅក្នុងโลกនេះគ្មានអ្វីដែលឋិតថេរទេតែងមានការព្រួលប្រែគ្រប់ពេលវេលានៅជាសុកក៏ប្រែជាឈឺនៅភ្លឺសុកក៏ប្រែជាងងឹតស្រឡាញ់សុកក៏បែរជាស្អប់គឺប្រែប្រួលត្រឡប់សពគ្រប់ឥតឈប់ឈរឡើយណាកូនពេលវេលាធ្វើដំណើរលឿនណាស់រដូវកាលចាស់ក៏ផ្លាស់ប្ដូររដូវកាលថ្មីអ្វីក៏ប្រែប្រួលទៅតាមរដូវកាលដូច្នោះដែរមិនថាធម្មជាតិមិនថាជីវិតរបស់មនុស្សសត្វអត់មានអ្វីដែលនៅដដែលនោះទេណាកូនចូលកូនទៅក្រឡេកមើលស្លឹកឈើដែលដំបូងឡើងគឺវាលាស់ត្រួយខ្ចីហើយបន្ទាប់មកស្លឹកឈើនោះក៏ប្រែជាចាស់បន្ទាប់មកទៀតក៏ទុំជ្រុះរ៉ាត់រាយពះពេញលើផែនដីជួនកាលត្រូវខ្យល់បក់អណ្ដែតត្រសែតវិលវល់គ្មានកោះគ្មានត្រើយទីបំផុតក៏คล้ายទៅជាដីអស់គ្មានសល់យ៉ាងណាជីវិតរបស់មនុស្សសត្វក៏ដូចគ្នាដែរគឺព្រួលប្រែប្រៀបបីដូចជាស្លឹកឈើអញ្ចឹងឯងកើតមកហើយក៏ប្រែទៅជាចាស់ហើយក៏ប្រែទៅជាឈឺហើយក៏ប្រែទៅជាស្លាប់ចង់បញ្ចប់ក៏คล้ายទៅជាធរណីទាំងអស់ដូចគ្នាស្លឹកឈើទុំជ្រុះគង់លាស់ថ្មីមនុស្សប្រុសស្រីគង់មានទុក្ខត្រូវតែរឹងប៉ឹងប្រឹងសម្រុកកុំនៅសង្កត់កើតទុក្ខអី